រឿងមួយនេះមិនគួរណាកាត់ឡើងលើហាឡែនសោះ ឧបត្ថម្ភដោយមីហិល7យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្ត កីឡាករខ្សែប្រយុទ្ធអេលីនហាឡែនត្រូវបានផ្លាស់ប្ដូរចេញពីការប្រកួតភ្លាមៗនៅត្រឹមនាទីទី60ព្រោះតែបញ្ហារបួសកជើងនៅក្នុងការប្រកួតរវាង Man City យកឈ្នះលើក្រុម ASC បនដាម៉ៅក្នុងលទ្ធផល2-1នៅវគ្គ8ក្រុមចុងក្រោយដើម្បីកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ផុតនៅពីរង្វាន់ SA Cup អំឡុងក្នុងការប្រកួតឈានដល់នាទីទី56ខ្សែប្រយុទ្ធសុជាតិ Norway បានដួលលើទីលានភ្លាមៗក្រោយគេប៉ះនឹងកិច្ចជាមួយនឹងខ្សែការពារពេលប្រកួតប្រជែងបាល់មុនបដូរចេញ Haaland ក៏ទទួលបានការព្យាបាលហើយវិលចូលទីលានវិញបានមួយផ្លែតប៉ុន្តែគេបន្តការឈឺចាប់ត្រង់កជើងនិងបានបដូរចេញភ្លាមៗខ្សែប្រយុទ្ធវ័យ24ឆ្នាំលោកបានគ្រាប់បាល់មួយគ្រាប់តាមស្មើសម្រាប់ក្រុម Man City ក្រោយម្ចាស់ផ្ទះនាំមុខមុនគ្រាប់បាល់ទី2ជាគ្រាប់ជ័យជំនះសម្រេចដោយមិត្តរួមក្រុមរបស់គេនៅនាទីទី63និងបាននាំ Man City ឡើងទៅវគ្គ1ភាគ2ផ្ដាច់ពត់7រដូវកាលជាប់គ្នា